ស្រីមកបងប្អូនគ្នាចូលជាមួយខ្ញុំបាទក្នុង Channel YouTube Channel ហើយឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបក្នុងការធ្វើ T-shirt នៅក្នុង Roblox ហើយនៅក្នុងទូរស័ព្ទដៃរបស់គ្នាបាទមុនដំបូងយើងត្រូវចុចកន្លែងពាក្យ More មកហើយយើងចុចកន្លែង Quit តមកចុចកន្លែងបន្តទី3ហើយចែកកន្លែងទី2ហើយចេះរើសយក Avatar Item អស់ទៅខាងក្រោមហើយយកពាក្យថា Classic ហើយចុចកន្លែង Filter ហ្នឹងគឺវាមាន3ចំណុចឲ្យយើងរើសអានេះពាក្យថា Classic T-shirt ហ្នឹងមកប្រែថាអាវយឺតធម្មតាហើយ Classic shirt ហ្នឹងមកប្រែថាអាវធម្មតាហើយ Classic pant ហ្នឹងមកប្រែថាប៉ោធម្មតាហ្នឹងបាទសូមទោសអ្នកទាំងអស់គ្នាសំឡេងខ្ញុំក៏មិនសូវល្អដែរព្រោះថាខ្ញុំក៏ក្រាស់សាយដែរថ្ងៃហ្នឹងហើយខ្ញុំគ្រាន់តែចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាដឹងពីរបៀបក្នុងការធ្វើ T-shirt ឬក៏អាវយឺតក្នុងវីដេអូតទៅបាទបន្តទៀតយើងចុចថា upload ឲ្យ assist នឹងមកហើយយើងចុចថា upload ហ្នឹងឲ្យយករូបណាដែលកុំលើសពីទំហំ file 20 MB ហ្នឹងរូបហ្នឹងយើងតន់មានទេប៉ុន្តែយើងអាចធ្វើរូបបានតាមរយៈ app នៅក្នុងនេះមកហើយយើងចុចចេញមកហើយចុចក្នុង Play Store ហើយទៅសេថា Pixel Lab ហើយយើងទៅសេមើលនេះដូចចេះបាទនៅប្រភេទនេះចឹងបាទហើយយើង download កម្មវិធីហ្នឹងមកហើយយើងចុចបើកមកហ្នឹងចុច cancel ហើយចុច delete កន្លែងតួអក្សរនឹងចេញហើយយើងចុចខាងក្រោមនោះយើងចុចអាទី4មកហើយយើងចុចទី2នៅខាងលើនេះដើម្បីលុបឆាកខាងក្រោយនឹងចេញបាទពីព្រោះវានៅពេលដែលយើងអត់លុបនឹងទៅវាទៅជាប់ជាមួយរូបថតយើងដាក់ជាមួយ T-shirt នឹងទៅមកអញ្ចឹងយើងត្រូវលុបនឹងចេញបាទអញ្ចឹងហើយនេះចែកទី3ហើយចាំចែកទី2មកទៀតហើយជ្រើសរើសរូបដែលយើងត្រូវការបាទនេះខ្ញុំឧទាហរណ៍ឲ្យមើលសិនខ្ញុំយករូបពី Google មក Flash សិនបាទចុចមកយក Cambodia Flow ពី Cambodia Flag យក down មកនេះបានហើយបាទនេះ Cambodia យើងបាទហើយចុចនៅខាងក្នុង app នឹងមកហើយយើងចុចទី2នឹងទៅដែរហើយយើងយករូបថតហ្នឹងឲ្យមកដាក់នៅខាងរូបរបស់យើងបាទអាហ្នឹងយើង custom ដាក់មិនក៏បានដែរបាទតែថាអ្នកទាំងអស់គ្នាចង់ធ្វើមិនធ្វើទៅតែកុំអោយលើសពីគោលដៅកំណត់ដោយថាយើងកុំដាក់រូបថតដែលមិនគួរសមដោយថារូបថតដែលមិនល្អរូបថតដែលពាក់ទៅនឹងពុទ្ធសាសនានឹងRobloxត្រូវ ban យើងកុំអោយលេងហ្នឹងខ្ញុំមិនណែនាំឲ្យធ្វើដូចចង់ទេបាទតាបន្តទៀតនៅពេលដែលយើងធ្វើហើយដាក់ដូចចឹងហើយយើងចុចកន្លែងខាងលើហ្នឹងមកហើយចុចខាងលើទី2ហ្នឹងហើយចុចថា Save as Image ហើយចុចកន្លែងថា Full Save Gallery ហ្នឹងហើយហើយវាមានពាណិជ្ជកម្មមកយើងចុចចេញមកនឹងហើយហ្នឹងយើងបានរូបរបស់យើងហើយណាអ្នកទាំងអស់គ្នាហើយយើងចុចទៅរបស់យើងមកដដែលវិញចុចកន្លែងទី3មកវិញមកចំណុច3ហ្នឹងហើយចុចកន្លែង Create នឹងធ្វើដដែលទេតែកន្លែងធ្វើនឹងដដែលវិញនេះខ្ញុំមកហើយបាទអ្នកទាំងអស់គ្នាពេលដែលយើងមកដល់កន្លែងហ្នឹងហើយ
ចែកកន្លែងយក classic t-shirt ហ្នឹងខ្ញុំបរៀនតាហ្នឹងទេក្នុងវីដេអូហ្នឹងក្នុងវីដេអូក្រោយចាំខ្ញុំប្រាប់ពីរបៀបក្នុងការធ្វើអាវយឺតនិងខោបន្តទៅទៀតបាទបាទអាហ្នឹងយើងចុច upload មកអានេះរូបដែលយើងធ្វើហើយនេះមួយទី1ហ្នឹងហើយយើង upload មកដាក់ឈ្មោះអីក៏បានដែរហើយកុំដាក់ឈ្មោះស្អីពុតឈ្មោះនេះអញ្ចឹងដាក់នឹងយកទេដាក់មិនដាក់ទៅពណ៌នេះគឺថាសម្រាប់ចិត្តអ្នកទាំងអស់គ្នាខ្លួនឯងតោះយើង upload មកអានេះគឺជាការសម្រេចជោគជ័យហើយបាទហើយយើងចូលចេញមកយើងចុចទៅក្នុង avatar យើងមកកดស៊ីងមកទីឆ្កែ classic ហើយនេះអានឹងវាកំពុង load ថតដែលយើងធ្វើហើយបាទអានេះគឺជាការជោគជ័យរួចរាល់ហើយបាទអ្នកទាំងអស់គ្នាហើយក្នុងវីដេអូនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលមើលដល់ទីបញ្ចប់ហើយសូមឲ្យអ្នកទាំងអស់គ្នាចុច Subscribe និងចុច Like ខ្ញុំផងដើម្បីបន្តឲ្យកម្លាំងចិត្តខ្ញុំក្នុងការធ្វើវីដេអូថ្មីឬក៏ព័ត៌មានអ្វីថ្មីឥឡូវនេះខ្ញុំសូមបញ្ចប់តែត្រឹមតែប៉ុណ្ណេះបាទចំណុចមួយទៀតដូចថាអ្នកទាំងអស់គ្នាចង់យករូបថតមកពីរូបគំនូអ្នកទាំងអស់គ្នាក៏អាចយកបានដែរបាទដូចថាខ្ញុំចង់យករូបគំនូមកពី app នេះមកនឹងដូចថាខ្ញុំគូររូបហើយខ្ញុំចុច save វាថា save image មកចុច OK ណាយើង save ហើយបាទយើងចេញសិនយើងត្រឡប់មកកន្លែងធ្វើអាវយឺតទៅដែរហើយចុច upload access ហើយចុច upload មកនេះដូចថាយើងចង់យករូបមកពីរូបគំនូយើងនឹងមកហើយយើងដាក់ចុចទៅហ្នឹងយើងដាក់បានដែរតើអ្នកទាំងអស់គ្នាដាក់ឈ្មោះអីក៏បានដែរដាក់ចោលដូចចឹងshadowដាក់អីហ្នឹងរូបខ្ញុំលយណាប្រូមើលសាកចុចឆែកមើលអានេះអ្នកទាំងអស់គ្នានេះយើងបាននេះមើលនៅរូបមើលនៅលយនេះនៅគូរូបលយខ្ញុំមើល